ជំរាបសួរសូមស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំដែលឃើញថាបច្ចុប្បន្នមានអ្នករៀនភាសាចិនជាច្រើនដូច្នេះខ្ញុំបានធ្វើវីដេអូបង្រៀនដើម្បីចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតែមុននឹងចូលទៅកាន់មេរៀនសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Like Subscribe និងរូបសញ្ញាកណ្ដឹងឬក៏ប៊ូតុងចុចជាវអ្នកមួយផងដើម្បីទទួលបានមេរៀនថ្មីៗនៅពេលដែលខ្ញុំអាប់ឡូតមេរៀនតោះកុំឲ្យខាតពេលយូរឥឡូវយើងមកចូលមេរៀនរបស់ពួកយើងតែម្ដងបាទអញ្ចឹងជាធម្មតាគឺយើងរៀនភាសាចិនគឺយើងចាប់ផ្ដើមដំបូងនោះគឺព្យញ្ជនៈហើយនឹងស្រៈបន្ទាប់ពីព្យញ្ជនៈហើយនឹងស្រៈមកគឺយើងរៀនពាក្យហើយនឹងការសន្ទនាក៏ដូចជា clear ហ្នឹងហើយមានច្រើនទៀតផងដែរអូខេអញ្ចឹងថ្ងៃនេះគឺយើងមានមេរៀនជាពាក្យផង clear ផងបាទអញ្ចឹងយើងយកពាក្យទាំងអស់នេះមកបង្កើតជា clear តើគេបង្កើតរបៀបម៉េចយើងមកតាមដានទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមអាន生词生词បាទ生词生词បកថាពាក្យថ្មីតោះពាក្យទី1หวาน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 យើងប្រែថាលេងបាទដូចជាលេងទូរស័ព្ទលេងដីលេងហ្គេមអីចឹងទៅណាหวานទី2ពុពុបាទពុនេះយើងប្រែថាមិនឬក៏អត់អូខេទី3ចៃចៃបាទចៃប្រែថានៅបាទដូចជានៅឯណាតើអ្នកនៅឯណាអញ្ចឹងទៅខ្ញុំនៅផ្ទះអីចឹងទៅណាបាទទី4ជាបាទជាយើងប្រែថាផ្ទះបាទទី5ចូលបាទចូលនេះយើងបកថាដើរទៅណាទៅណីចឹងទៅឬក៏ដើរថ្មើរជើងនឹងឯងទី6ខាន់បាទខាន់យើងប្រែថាមើលអូខេឥឡូវយើងមកមើល clear តើយើងពាក្យទាំងអស់នេះបំបែកបង្កើតជា clear ដោយរបៀបម៉េចណាតើ句子បាទ句子ប្រែថា clear អូខេ clear ទី1我去玩ខ្ញុំទៅដើរលេងបាទខ្ញុំទៅដើរលេងclear បន្ទាប់他在家吗បាទ他在家吗他在家吗បាទអញ្ចឹងយើងសួរគេណាតើគាត់នៅផ្ទះអត់គាត់នៅផ្ទះទៅទាលុយហ្នឹងហើយនិយាយលេងទេតើclear បន្ទាប់你很好看你很好看បាទ你很好看នេះយើងប្រែថាអ្នកស្អាតណាស់ប្រែថាអ្នកល្អមើលណាស់អញ្ចឹងណាមានពាក្យវាមួយទៀតដែរ漂亮ស្រស់ស្អាតណាបើបុរសគឺយើងប្រើស្វ័យ你很帅អ្នកស្អាតណាស់អ្នកសង្ហាណាស់បាទ你很漂亮អ្នកស្រស់ស្អាតណាស់ជាងខ្ជិលនិយាយនេះទៅយើងអាចដាក់ថា你很好看ហ្នឹងហើយយើងអាចប្រើអញ្ចឹងបានអូខេ clear បន្ទាប់ទៀត我走了បាទ我走了បាទខ្ញុំទៅហើយបែរថាយើងលាគេទៅមុនអញ្ចឹងណាខ្ញុំទៅហើយបើចាំខ្ញុំទេ我走了ខ្ញុំទៅហើយអូខេអញ្ចឹងយើងមកមើលពាក្យបន្ថែមទៀតពាក្យបន្ទាប់ទី1តបាទគេអានថាតបាទតនេះយើងប្រែថារបស់បាទដូចជារបស់ខ្ញុំរបស់គាត់អីចឹងទៅណាបាទពាក្យទី2យោបាទយោយើងប្រែថាមានឬក៏បានទី3តោបាទតោនេះយើងប្រែថាដល់បែរថាដល់ម៉ោងខ្ញុំមកដល់ហើយអីចឹងទៅបាទទី4សៀងបាទសៀងនេះយើងបកថាគិតនឹកចង់បាទបែរថាខ្ញុំគិតអត់ឃើញខ្ញុំគិតច្រើនណាស់ខ្ញុំនឹកអ្នកខ្ញុំចង់ទៅរៀនអីចឹងទៅបាទតោះទី5យ៉ាវបាទយ៉ាវនេះយើងបកថាចង់ឬក៏ត្រូវការទី6សបាទសនេះបកថាបាទចាស់គឺជាបាទបើយើងប្រើតែមួយម៉ាត់ទេដូចជាគេហៅយើងនិយាយថាសបាទចាស់នឹងឯងបាទតទៅពេលយើងប្រើជាមួយនឹង clear យើងប្រើថាគឺជាសគឺបាទចាស់គឺជាយើងមកមើល clear របស់យើងបាទ clear ទី1
我的家我的家我的家បាទ我的家នេះយើងប្រែថាផ្ទះរបស់ខ្ញុំឬក៏យើងប្រើថាផ្ទះរបស់គាត់他的家បាទ他的家ផ្ទះរបស់គាត់អញ្ចឹងយើងមើលឃ្លាបន្ទាប់你有想我吗你有想我吗បាទ你有想我吗អូខេអញ្ចឹង你有想我吗នេះយើងប្រែថាតើអ្នកមាននឹកខ្ញុំអត់អូខេយើងបកតាមអក្សរអញ្ចឹងហើយតើអ្នកមាននឹកខ្ញុំអត់តែបើយើងបករបៀប speed ទេណាអូនឯងមាននឹកបងអត់ឬក៏បងមាននឹកអូនអត់អញ្ចឹងទៅអូខេតោះឃ្លាបន្ទាប់我想不到បាទកន្លែងនេះខ្ញុំសូមបដូរសូមបញ្យល់ពាក់ព័ន្ធជាមួយនឹងពុបាទពុកន្លែងនេះយើងដល់ពេលដែលអក្សរខាងក្រោយមានសំឡេងទី4ដូចគ្នាគឺយើងផ្លាស់ប្ដូរវាមកណាចំពោះអក្សរពុ1គឺយើងបដូរទៅជាសំឡេងទី2ឡើងទៅលើវិញណាពូបាទទើបយើងអានទៅវាព្រោះ我想不到យើងអានបែបនេះណា我想不到我想不到我想不到បាទ我想不到នេះយើងប្រែថាខ្ញុំគិតមិនឃើញទេឬក៏ខ្ញុំនឹកមិនឃើញទេបាទន័យថាគេឲ្យយើងគិតអីមួយអញ្ចឹងទៅឬក៏គេឲ្យយើងរកនឹកអីមួយអញ្ចឹងទៅអញ្ចឹងយើងនិយាយថា我想不到បាទខ្ញុំរកនឹកអត់ឃើញទេផ្លេចបាត់ហើយហ្នឹងហើយតោះឃ្លាបន្ទាប់你要去哪里你要去哪里你要去哪里យើងប្រែថាតើអ្នកចង់ទៅណាបាទហៅថាតើអ្នកចង់ទៅណាហ្នឹងគឺយើងដូចជាថាយើងទៅផ្សារស្រាប់តែយើងត្រឡប់មកផ្ទះវិញយើងអត់មានអីយើងហៅតុកតុកឬក៏ដូចជាម៉ូតូឌុបនឹងឯងបាទខាងម៉ូតូឌុបឬក៏តុកតុកគាត់សួរយើងថាតើអ្នកចង់ទៅណាគឺយើងប្រើបែបហ្នឹង你要去哪里អូខេបែរថាយើងចង់ទៅណាគេសួរយើងនេះទៅណាអូខេតោះឃ្លាចុងក្រោយ他是我的朋友他是我的朋友បាទ他是我的朋友អូខេ他是我的朋友អូខេយើងប្រែថាគាត់គឺជាមិត្តភ័ក្តិរបស់ខ្ញុំ朋友ប្រែថាមិត្តភ័ក្តិអូខេ我的នេះយើងបកថារបស់ខ្ញុំហ្នឹងហើយ他是គាត់គឺជាមិត្តភ័ក្តិរបស់ខ្ញុំអញ្ចឹង是កន្លែងនេះយើងបកថាគឺជាណាយើងមិនមែនបកថាបាទចាស់ទេហ្នឹងហើយ他是我的朋友បកថាយើងសំទោសបកថាគាត់គឺជាមិត្តភ័ក្តិរបស់ខ្ញុំអូខេអញ្ចឹងមេរៀនរបស់ពួកយើងគឺមានប៉ុណ្ណេះហើយបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អីអាចសួរនៅក្នុង comment បានឬក៏ចង់សនំពរថាឲ្យខ្ញុំធ្វើមេរៀនពាក់ព័ន្ធជាមួយអីគឺអាច comment នៅខាងក្រោមបានហើយសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងឬក៏សញ្ញាជាវម្នាក់មួយផងដើម្បីពេលដែលខ្ញុំអាប់ឡូតមេរៀនថ្មីៗគឺអ្នកទាំងអស់គ្នាបានឃើញអូខេអរគុណច្រើនយើងជួបគ្នានៅមេរៀនក្រោយ